យើងចាប់ផ្ដើមអនុវត្តមេរៀនយើងទៅអ្នកទាំងអស់គ្នាចូលមក tool មកអញ្ចឹងយើងតពីមុនទៀតដដែលទេយើងចូល tool Active Directory User and Computer ចឹងនៅក្នុងហ្នឹងអ្វីដែលយើងត្រូវធ្វើចឹងខ្ញុំសូមបើកឲ្យធំឲ្យណាអ្វីដែលយើងត្រូវធ្វើនោះគឺយើងត្រូវបង្កើត OU in OU គេហៅ OU in OU ហើយយើង assign delegate ចឹងយើងមកមើលនៅក្នុងនេះ OU យើងនេះមានតែ user ទេនេះមានតែ user ទេចឹងយើងអត់ទាន់មាន OU មួយទៀតទេចឹងអ្នកទាំងអស់គ្នាបង្កើត OU មួយទៀតមកគឺយើងឆោនៅលើអា OU យើងមុនហ្នឹងគឺ IT department នេះអ្នកចុច mouse ស្ដាំយកពាក្យថា new organizational unit នេះគេហៅថា new OU ហ្នឹងរួចអ្នកនរនេះដាក់ឈ្មោះមកខ្ញុំដាក់ ACU ទៅតែមិនចុច OK អញ្ចឹងខ្ញុំបង្កើតមកបានហើយនេះខ្ញុំមានទម្រង់ហើយគឺមាន user និង OU អញ្ចឹងបន្ទាប់ពីនឹងមកគឺខ្ញុំត្រូវការ assign សិទ្ធិមានន័យថា assign សិទ្ធិឲ្យ user គាត់មានសិទ្ធិទៅ create user បានអញ្ចឹងយើងហៅថាផ្ដល់សិទ្ធិ admin ឲ្យណាអញ្ចឹងខ្ញុំចុចលើ OU នេះហើយខ្ញុំយកពាក្យថា delegate control យើងចុចយកលើ delegate control តោះមកចុច next ហើយអ្នកទាំងអស់គ្នាទៅ add user អញ្ចឹង add user កន្លែងនេះអ្នកទាំងអស់គ្នាវាយតា ID អ្នកទាំងអស់គ្នាមកវាយ ID អ្នកទាំងអស់គ្នាហើយយើងយក check name អ្នកណា check name ទៅវានឹងចេញឈ្មោះ default ឲ្យអ្នកទាំងអស់គ្នាគេហៅថាឈ្មោះ display ហើយយើង log in ជាមួយ user ណាតើមកចុច OK មកហើយយើងចុច next អញ្ចឹងទាំងអស់នេះគឺជាសិទ្ធិឬក៏គេហៅថាគឺជាការ assign ផ្ដល់ delegate ហ្នឹងណាការផ្ដល់សិទ្ធិឲ្យធ្វើអីខ្លះអញ្ចឹងវាមានច្រើនក្នុងហ្នឹងណាអញ្ចឹងបើនៅកន្លែងធ្វើការជាទូទៅគេ add តាមជាក់ស្ដែងហ្នឹងថា user ហ្នឹងគាត់មានសិទ្ធិធ្វើអីខ្លះនៅលើហ្នឹងការផ្ដល់គាត់ប៉ុន្តែយើងផ្ដល់ថ្ងៃហ្នឹងយើងផ្ដល់សិទ្ធិតែមួយគត់គឺយើងផ្ដល់សិទ្ធិ create delete និង manage user account គឺគាត់ user ហ្នឹងគាត់ admin មែនប៉ុន្តែ admin ទៅលើការកំណត់ user reset password user delete user និងគ្រប់គ្រងលើ user ហ្នឹងតើណាបាទតោះអញ្ចឹងយើងចុច next មកតោះមកយើង finish អញ្ចឹងនៅពេលដែលយើង add ហើយមានន័យថានៅពេលដែលយើង delegate ហើយយើងត្រូវការផ្ដល់សិទ្ធិឲ្យគាត់ជា admin ប៉ុន្តែមិនមែនជា user admin ទេគឺស្ថិតនៅក្នុង group admin អញ្ចឹងយើងទៅ add group នេះ add to a group អញ្ចឹងយើងទៅ add group មកហើយនៅក្នុងនេះអ្នកទាំងអស់គ្នាវាយ admin ទៅទេមកអ្នកទាំងអស់គ្នាចុច check name ទៅវានឹងចេញឲ្យហើយនឹងចេញ administrator មាន S ហ្នឹងណាអញ្ចឹងអ្នកទាំងអស់គ្នាចាំណា S គឺជា group អត់ S គឺជា user account S គឺជា group អត់ S គឺ user account តើមកចុច OK មកអញ្ចឹងយើងបង្កើតមានន័យថាយើងបង្កើតហើយ user ក៏យើងបង្កើតហើយ assign មានន័យថា delegate ក៏យើង delegate ហើយ add group ក៏ add ហើយអញ្ចឹងដល់វគ្គដែលយើងត្រូវឲ្យគាត់ចូលមានថាដល់វគ្គដែលយើងត្រូវឲ្យគាត់ចូលuser ហ្នឹងចូលនៅក្នុង server ទេតោះអញ្ចឹងអ្វីដែលយើងត្រូវទៅធ្វើគឺអ្នកទាំងអស់គ្នាចុច key window អក្សរ O ហើយអ្នកទាំងអស់គ្នាវាយ gp mc.msc អញ្ចឹងយើងចូលមកនៅក្នុង domain យើងដដែលនេះគឺ group policy management យើងឃើញមាន forest ហើយនឹងឈ្មោះ domain នេះអ្នកទាំងអស់គ្នាចុចយកព្រួយមកតបមកយើងចុចព្រួយទៅលើ domain រួចយើងឃើញdomain យើងនេះយើងចុចព្រួយមួយទៀតហើយយើងយកនៅលើ default domain policy ចុច mouse ស្ដាំយកពាក្យថា edit ខ្ញុំអស់ឲ្យវែងឲ្យមើលចឹងបន្ទាប់មកយើងចូលទៅក្នុងនេះយើងចូលនៅលើ computer configuration យើងចុចយក policy window setting security setting local policy តើមកយើងនឹងឃើញមាន user right assessment នេះយើងចុចលើវាមកអ្នកអស់ឆខាងស្ដាំឃើញនេះ allow log on locally យើងចុច allow មកអញ្ចឹងអ្នកអត់អាច add group បានទេអញ្ចឹងយើងទៅ tick មកតើមកយើង add user or group ហើយអ្នកនរគ្នា browse រួចអ្នកនរគ្នាវាយ admin អញ្ចឹង admin យើង check មកអញ្ចឹង check មកអ្នកអស់ឃើញមាន2ដូចខ្ញុំបញ្ជាក់ជូនអ្នកអស់នេះអញ្ចឹងថានេះបើយើងមើលរូបមនុស្សម្នាក់នេះគឺជា user account យើងឃើញមនុស្ស2នាក់នេះគឺជា group អញ្ចឹងអ្វីដែលយើងត្រូវការ add គឺយើង add group admin អញ្ចឹងយើង add group admin ចូលមកអ្នកនរចុចយក user administrator មាន S ហ្នឹងណា group admin ហ្នឹង
ចឹងចុចadd ហើយយើងចុច OK តើមកយើងចុច OK រួចយើងចុច OK មួយទៀតតទៅពីបានទៅនឹងហើយយើង scroll ចុះក្រោមមកយើងឃើញមានកន្លែង shut down the system ចឹងយើងចូលមកកន្លែងហ្នឹង double click មកហើយយើង tick ទៅលើ define this policy setting ដដែលចឹងយើង add user អស់គ្រប់ដូចគ្នាមិនអញ្ចឹងយើងទៅ browse ហើយយើងវាយ admin មកអ្នកណាចុច check ទៅយើងរើសយក administrator មាន S គឺជាគ្រប់តើបងចុច OK មកហើយចុច OK មួយទៀតមកឬចុច OK មួយទៀតមកចឹងយើង add ហើយឯងយើង add ហើយឯងអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងត្រូវ restart ប៉ុន្តែមុននឹង restart អ្នកអស់នេះទៅ make sure កន្លែងនេះមួយសិនថាតែយើងបានធ្វើនៅគឺយើងចូលទៅក្នុង local policy គឺ gp-edit.msc កន្លែងដែលយើងកំណត់ក្នុងការ log on ណាចឹងយើងចូលនៅក្នុងនឹងហើយយើងទៅមើល make sure ម្ដងទៀតគឺយើងចូលទៅក្នុង Windows setting ដដែល security setting local policy security option ចឹងយើង scroll មកថាយើងបានដូរនៅចឹងនេះយើងអត់ទាន់បានដូរទេគឺកន្លែងដែលយើងដាក់ថា interactive log on number of previous log on to catch default វា10ចឹងយើងលុប0ចោលមកអាចាសំទោសលុប10ចោលដាក់0មកយើងចុច OK មកចឹងបន្ទាប់មកចាំយើង restart យើងចប់អស់យើង restart ដើម្បីយើង log in user ថ្មីអញ្ចឹងយើង restart មកយើង restart នេះដើម្បីចូល user ថ្មីដើម្បីចូល user ថ្មីណាចឹងចូល user យើងម្ដងចឹងបន្ទាប់ពីយើង restart ហើយយើង log in ចឹង log in នេះយើងឃើញនេះ administrator នេះចឹងយើងឈប់ log in ហើយគឺយើង log in ជាមួយនឹង user យើងដែលយើងបាន delegate តែបើយើងបាន promote ទៅជា admin ដែរ user យើងធម្មតាប៉ុន្តែយើង add ចូល group admin អញ្ចឹងយើងចូលទៅអ្នកនរនេះចូលទៅដល់យើង assign in ដូចយើង sign in ធម្មតាអញ្ចឹងណាតមកយើងវាយ password ចឹងកន្លែងហ្នឹងសូមបញ្ជាក់អ្នកនរនេះថាប្រយ័ត្នចូលមិនបានយើង log in ជាមួយនឹង user ដែលយើងបាន delegate ហ្នឹងហើយនេះយើង log in ជាមួយ user delegate ហើយចឹងបន្ទាប់មកយើងចូល tool មកហើយយើងយក active directory user and computer ចឹងអ្វីយើងត្រូវធ្វើគឺយើងទៅបង្កើត user ថា user ដែលយើងបង្កើតមកហ្នឹងនេះ
user ដែលយើងបង្កើតមកនេះអញ្ចឹងយើងបង្កើតហ្នឹងគឺបង្កើតនៅក្នុង OU នេះ OU ថ្មីនេះអញ្ចឹងអ្នកឲ្យចូល OU ហ្នឹងឲ្យមកតើមកចុច mouse តាមទៅហើយយើងយក new មក user អញ្ចឹងឈ្មោះអ្នកឲ្យដាក់ឈ្មោះហើយនឹងហៅថាឈ្មោះនឹងfull name last name ដដែលមកហើយលេខ ID ដដែលលេខ ID ដដែលហ្នឹងមិនមែនពួកយើងដដែលទេណាអ្នកផ្សេងណាអញ្ចឹងយើងចង់ដាក់អីក៏បានដែរអញ្ចឹងខ្ញុំដាក់ឲ្យតែមានឈ្មោះទៅតើមកលេខកាតអ្នកអត់ដាក់លេខកាតប៉ុន្មានក៏បានដែរអញ្ចឹងឲ្យតែគ្រប់5ខ្ទង់បាទតើបាញ់ចុច next ហើយយើងយកដោះ password never expire សិនមកតើមក password យើងបង្កើតបានហើយយើងបង្កើតបានហើយអ្នកបង្កើត user បានហើយនេះយើងបង្កើត user បានហើយតើមកយើងយក user ហ្នឹងយើងយក user ហ្នឹងទៅ testing login ជាមួយនឹង client ទី1និង client ទី2ថាតើ user ហ្នឹង login បានអត់អញ្ចឹង client ទី1ខ្ញុំ login តែខ្ញុំចូលបានហើយតើមក client ទី2ចឹងមានន័យថាពីម៉ាស៊ីននេះខ្ញុំចូលបានទាំងពីរនេះខ្ញុំចូលបានទាំងពីរអញ្ចឹងអ្នកនរឃើញទេនេះខ្ញុំដាក់ថាលីបញ្ញាកន្លែងនេះគឺ getting setting ready for you គឺកំពុងតែ sign in ចូលហើយយើងទៅមើលមួយទៀតមកអញ្ចឹងកន្លែងហ្នឹងងាយទេងាយទេអត់ពិបាកធ្វើទេគាត់តែប្រយ័ត្នប្រយ័ត្នថាទឹកក្រោយចូលអត់រួចណាអញ្ចឹងយើងឃើញណា user នេះគាត់ឃើញគាត់មកមួយទៀតហើយអញ្ចឹងអានេះក៏គាត់មកអានេះក៏គាត់ចូលដែរអញ្ចឹង user ពីរហ្នឹងគឺយើង log in បានហើយអញ្ចឹង client យើងហើយ